ទ្របគេធ្វើគេកើតទុកឲ្យគេខ្វល់ព្រោះអីគេអស់ទ្របគេត្រូវក្រលំបាកលំបិនអញ្ចឹងកុំបង្កទុកឲ្យអ្នកដទៃបើមិនបានជួយគេទេកុំទៅបំផ្លាញគេនោះជាការល្អហើយកុំបំផ្លាញគេកុំលួចគេកុំធ្វើបាបគេលួចប្រពន្ធកូនគេនេះសុទ្ធតែបាបទាំងអស់ចំណុចមួយទៀតដែលយើងត្រូវគិតយើងស្រឡាញ់ជីវិតស្រឡាញ់សេចក្តីសុខអ្នកណាក៏ស្រឡាញ់ជីវិតសេចក្តីសុខដែរដូចគ្នាដូច្នេះយើងត្រូវគិតថាយើងបង្កការលំបាកឲ្យគេយ៉ាងម៉េចផលលំបាកនោះមកឲ្យយើងវិញបើយើងបង្កភាពងាយស្រួលល្អប្រសើរឲ្យគេនោះគេបានសុខនោះសេចក្តីសុខនឹងឲ្យយើងវិញជឿជាក់ចុះដូច្នេះជាតិនេះយើងត្រូវសាងអំពើល្អដើម្បីឲ្យសេចក្តីសុខខ្លួនឯងបន្តទៅជាតិមុខទៀតឲ្យបានសេចក្តីសុខដូចគ្នាណាតំណវិញ្ញាណកុំភ្លេចថាតំណវិញ្ញាណរាងកាយនេះបែកធ្លាយទៅស្លាប់មែនមិនទៅណាទេយើងឃើញថាគេដុតរលាយនៅក្នុងហើយវាបែកធ្លាយនៅក្នុងប៉ុន្តែមានរូបកាយមួយទៀតដែលកើតដោយអកុសលឬកុសលវិបាកណារាងកាយមួយទៀតនឹងតតែសន្ធិដែលតាមកម្មដែលចាក់ចែងទាំងកុសលវិបាកទាំងអកុសលវិបាកឥឡូវចង់បានរូបិកាទេចង់កើតជាមនុស្សលើកើទេចង់បានជាមនុស្សខ្វិនខ្វាក់ទេនឹងសុទ្ធតែជាបាបកម្មដែលខ្លួនធ្វើដែលសាងហើយអត់ណាជួយបានទេព្រះអង្គបញ្ជាក់ឲ្យតើថាម៉េចព្រះអង្គបញ្ជាក់ថាតថាគតមិនអាចកែប្រែវិបាករបស់កម្មសត្វលោកបានទេគេសាងកម្មណាទទួលផលកម្មនឹងហើយតថាគតមិនអាចឲ្យបញ្ញាទៅគេបានទេបើគេអត់សាងបញ្ញាដើម្បីត្រាស់ដឹងនោះដើម្បីចេះដឹងនោះគឺអត់ទៅរួចទេអញ្ចឹងយើងត្រូវប្រឹងប្រែងដោយខ្លួនឯងកុំអង្គុយបន់ស្រន់ត្រឹមតែជាការបន់ស្រន់បើយើងអត់ធ្វើទេនៅតែអត់បានដដែលអញ្ចឹងសូមកូនប្រុសស្រីគិតទៅណាកុំលួចគេកុំបង្កការលំបាកឲ្យគេកុំប្រើល្បិចកលលួចគ្រប់បែបយ៉ាងគ្រប់មុខពាក្យថាលួចបំបត្តិវាចាក់ចេញទៅដែលគេមិនបានឲ្យដោយកាយវាចាដើម្បីសម្អាតពូជរបស់ខ្លួនឯងទៅកើតជាតិណានាសម្បូរទ្រព្យសម្បត្តិណាកុំសាងពូជក្រលួចគេគឺពូជក្រតែម្ដងអញ្ចឹងបើយើងចង់បានសុខចង់មានទ្រព្យសម្បត្តិកុំសាងពូជក្រឲ្យខ្លួនឯងត្រូវសាងពូជមានទ្រព្យឲ្យខ្លួនឯងគឺបុណ្យកុសលអំពើល្អនេះឯងអញ្ចឹងជីវិតតទៅមុខទៀតយើងនឹងរុងរឿងនឹងរីកចម្រើនប្រប្រធានបទរបស់មនុស្សលោកទាំងអស់ដែលចង់បានគឺសេចក្តីសុខនេះឯងសុខដោយសារអីសុខដោយសារមានទ្រព្យសុខដោយសារមានកិត្តិយសសេចក្តីថ្លៃថ្នូរក្នុងសង្គមសុខដោយសារជួបជុំកូនចៅប្តីប្រពន្ធរស់នៅដោយសុខសាន្តសុខដែលបានអ្វីៗដោយប្រាថ្នាណាដែលបានដោយប្រាថ្នាប៉ុន្តែដើម្បីបានដោយប្រាថ្នាត្រូវអីត្រូវសាងបុណ្យព្រោះបុណ្យនេះឯងដែលអាចជួយយើងបានដោយប្រាថ្នានោះបើអត់បុណ្យទេខំប្រខំទីណាត់ទីណែងគ្រប់បែបយ៉ាងតែអត់មានដូចគេទេព្រោះខ្វះបុណ្យនឹងឯងឥឡូវនេះនាំគ្នាសាងបុណ្យទៅជំហានទី1គឺចេះអប់រំចិត្តខ្លួនឯងឲ្យចិត្តខ្លួនឯងមានសេចក្តីសុខឲ្យចិត្តខ្លួនឯងមានបុណ្យខ្លួនឯងក្នុងខណៈដែលយើងធ្វើអំពើល្អដល់អ្នកដទៃអត់មានគុំគួនព្យាបាទសងសឹកចំណែនឈ្នះនឹងគេកុំបដើបកើតពូជនឹងទេណាសពថ្ងៃខ្ញុំឃើញមានអ្នកច្រើនណាស់ដែលបដោះពូជចំណែនឈ្នះនេះនឹងអ្នកដទៃមិនបានធ្វើបុណ្យតែរត់យកជើងរាទឹកចំណែននឹងបុណ្យកុសលគេចំណែននឹងគេបានលៀបសក្ការៈចំណែននឹងគេបានស្អីគឺចំណែនរហូតដល់ទៅគុំគួនព្យាបាទសងសឹកមិនល្អទេសូមមេត្តាលះបង់ទៅអ្វីទាំងអស់យើងបង្កើតឲ្យគេយើងនឹងបាននឹងមកវិញនឹងមានគេចំណែនឈ្នះនេះនឹងគេធ្វើបាបគេរស់រឿងគ្រប់បែបយ៉ាងមកវិញដូចគ្នាសូមកុំបង្កើតពូជមិនល្អឲ្យជីវិតនេះព្រោះជីវិតនេះវាជាហេតុឲ្យជីវិតថ្មីពូជនេះវានឹងឲ្យផលទៅក្នុងជីវិតថ្មីអញ្ចឹងយើងត្រូវបង្កើនអានុភាពនៃជីវិតចាស់នេះឲ្យបានល្អប្រសើរបំផុតដើម្បីគេបន្តវេនទៅជីវិតថ្មីមួយទៀតដោយសារកុសលកម្មកុំសាងបាបកម្មហើយបើសាងកុសលកម្មពីជាតិនេះហើយជាតិមុខវាអត់ទៅណាទេបាននេះថាកុសលកម្មនេះឲ្យផលដើម្បីយើងរស់នៅដោយសុខសាន្តរវាងសង្គមពីរផ្លូវលោកនិងផ្លូវធម៌ពុទ្ធចក្រនិងអនាចក្របើកូនប្រុសស្រីព្យាយាមធ្វើបានល្អទាំងអនាចក្រទាំងពុទ្ធចក្រជីវិតនឹងមានលំនឹងល្អប្រសើរគឺរងរឿងរហូតអត់ធ្លាក់ចុះទេពិសេសដឹងគុណមេដាបេដានៅអំពើល្អកុំគិតទៅណាទៅណីដំបូងទីគុណមេដាបេដាខ្លាំងជាងគេបំផុតតែកូនប្រុសស្រីទៅគិតអ្នកដែលឲ្យសេចក្តីសុខយើងគឺមេដាបេដាអញ្ចឹងយើងត្រូវផ្ដល់សេចក្តីសុខជូនគាត់វិញកុំបង្កការលំបាកឲ្យគាត់គ្រប់បែបយ៉ាងអ្នកខ្លះព្រោះតែវិបត្តិផ្លូវចិត្តខ្លួនឯងខ្ញុំបានឃើញបានលឺធ្វើបាបផ្លូវចិត្តមេដាបេដាគ្រាន់តែចង់បានទ្រព្យនឹងមេដាបេដាលោកស្រឡាញ់លំអៀងខ្លះនឹងជាសិទ្ធិរបស់គាត់ទេយើងកុំទៅខឹងគាត់គ្រាន់តែស្រឡាញ់កូននេះកូននោះខុសគ្នាបន្តិចបន្តួចហើយគាត់ចែកទ្រព្យឲ្យក៏ខុសគ្នាបន្តិចបន្តួចខឹងនឹងម៉ែតែហេតុអីចែកអ្នកនោះឲ្យច្រើនមិនកុំឲ្យអានេះមកខ្ញុំចេះខឹងហើយធ្វើបាបផ្លូវចិត្តម្ដាយដឹងមិនម្ដាយស្រឡាញ់កូនបែរជាដើរទៅផឹកស៊ីចោលម៉ែចោលឲ្យផឹកដាច់យប់ហ្មងហើយម៉ែឪភ័យខ្វល់ហើយផឹកទៀតទៅជាញៀនម្ដាយពុកសុខចិត្តចំណាយលុយជួលគេទៅមើលអាកូនធំហើយដើរផឹកនឹងទៀតត្រឹមត្រូវទេឲ្យគាត់ទុកសោកគិតព្រួយពីយើងដើរទៅផឹកស៊ីគ្រប់បែបយ៉ាងហើយមកវិញម្ដាយវល់ហើយគេថាងាប់ទៅបើមិនឲ្យទ្រព្យខ្ញុំមកប៉ុណ្ណឹងទេខ្ញុំសុខចិត្តងាប់សួរថាតើយើងនឹងរស់ជាមួយគាត់បានប៉ុណ្ណាទៅជួយធ្វើការជូនគាត់បានប៉ុណ្ណាបើគាត់រស់ហើយគាត់ឲ្យប្រពន្ធនឹងឲ្យមិនស្កប់ស្កល់មិនក៏មិនប្រឹងរស់ខ្លួនឯងមិនក៏ទុកខ្លួនឯងជាមនុស្សសម្រាមនេះធ្វើអីអត់បានធ្វើអីទាំងអស់សម្រាប់សង្គមហើយមិនបានធ្វើអីសម្រាប់ម៉ែឪទៅទៀតត្រឹមត្រូវអត់កូនប្រុសស្រីគិតទៅបើកូនខ្លួនឯងធ្វើបាបខ្លួនឯងចឹងវិញតើរ៉ាំរៃប៉ុណ្ណាតូចចិត្តប៉ុណ្ណាល្អកផ្លូវចិត្តប៉ុណ្ណាគាត់ព្រួយរហូតដល់សម្រានអត់លក់បាយអត់ឆ្ងាញ់ធ្វើបាបផ្លូវចិត្តគាត់ធ្វើបាបគាត់តាំងពីគាត់ចិញ្ចឹមមកល្មមគ្រប់គ្រាន់ហើយណាគាត់ខំចិញ្ចឹមពីក្មេងមកតូចដល់ធំដល់ប៉ុណ្នេះល្មមគ្រប់គ្រាន់ហើយលំបាកណាស់ទៅណាមិនមែនជារឿងស្រួលទេលំបាកណាស់ចិញ្ចឹមកូនលើកលែងតែអ្នកមានទ្រព្យច្រើនទេដល់លោកមិនលំបាកលោកជួលអីជួលអ្នកមេដោះជួលស្អីមើលទៅប៉ុន្តែអ្នកដែលអត់មានលុយต้องគិតថាគាត់ខ្វល់គាត់គិតលះបង់គ្រប់បែបយ៉ាងដើម្បីកូនហេតុអីក៏យើងទៅបង្កការលំបាកបន្ថែមនៅជីវិតចុងក្រោយរបស់គាត់ទៀតនោះតើប្រយោជន៍អីទៅដែលគាត់លះបង់ហើយគាត់ចែកឲ្យហើយគាត់នៅមិនបានដូចចិត្តមិនក៏មិនខំរកឲ្យបានដូចចឹងទៅមិនក៏ទៅរករឿងធ្វើបាបគាត់ធ្វើអីអាងតែម្ដាយពុកស្រឡាញ់ធ្វើបាបចិត្តគាត់ដើម្បីដើរផឹកស៊ីដាច់យប់ចឹងទៅឲ្យគាត់ព្រួយបារម្ភគាត់ភ័យសួរថាបានបុណ្យឬបានបាបធ្លាក់នរកជ្រៅណាប្រាប់ឲ្យហើយធ្វើបាបអព្រះអរហន្តមិនធម្មតាទេមេត្តាបិតាជាព្រះអរហន្តណាហើយបើទៅធ្វើបាបគាត់អញ្ចឹងកុំសង្ឃឹមថាលូតលាស់នោះវាអត់មានការស្មោះត្រង់ចំពោះមេត្តាបិតានិងខ្លួនឯងទៅទៀតបំផ្លាញជីវិតខ្លួនឯងបំផ្លាញសេចក្តីសុខមេត្តាបិតាសួរថាសេចក្តីសុខនៅឯណាសេចក្តីរុងរឿងនៅឯណាសេចក្តីរីកចម្រើននៅឯណាមានតែធ្លាក់ចុះទេអត់ឡើងលើរួចទេ
ចឹងសូមពិចារណាឲ្យមែនទេណាកុំលួចទឹកចិត្តម៉ែឪដែលស្រឡាញ់ទៅបំផ្លាញចោលដោយអត់ប្រយោជន៍ចឹងសូមផ្ដាំកូនប្រុសស្រីបើឃើញមិត្តភក្តិអញ្ចឹងហើយជួយប្រាប់ផងទៅបើគាត់មិនស្ដាប់ធម៌ដែលអត់ឮសម្លេងខ្ញុំទេអត់ឮសម្លេងខ្ញុំទេអ្នកដែលមានសម្លេងឮដល់សូមមេត្តាបញ្យល់គាត់ឲ្យគាត់យល់ថាឈប់ធ្វើបាបមេដាបេដាផ្លូវចិត្តរបស់គាត់តទៀតទៅឈប់ធ្វើបាបខ្លួនឯងដើម្បីធ្លាក់នរកទៀតទៅសូមកសាងខ្លួនឯងជាមនុស្សម្នាក់ជាប្រយោជន៍ដល់ប្រទេសជាតិជាប្រយោជន៍ដល់សង្គមប្រទេសជាតិជាប្រយោជន៍ដល់មនុស្សលោកជាប្រយោជន៍អីសម្រាប់ខ្លួនឯងនិងមេដាបេដាចឹងសូមប្រុសស្រីមេត្តាស្ដាប់ពិចារណាក្នុងខណៈដែលខ្ញុំនិយាយហើយកុំខឹងហើយបើសិនទៅជួយប្រាប់ឲ្យគាត់ភ្ញាក់រលឹកដែរសូមភ្ញាក់រលឹកដើម្បីសាងកុសលធម៌និងសាងខ្លួនឯងជាមនុស្សល្អសូមអនុមោទនា